ព្រមដួលនិទានសូមជូនរឿងដំឡង7សន្តានកាលពីព្រេងនាយមានបុរសប្តីប្រពន្ធនាំគ្នាទៅសួរសុខទុក្ខបងប្អូននៅភូមិព្រៃសណ្តែកមួយដើរទៅប្រទះនឹងអាដំឡង7សន្តានកំពុងតែទឹមគោជួរស្រែបុរសប្តីប្រពន្ធនោះសួរថាអ្នកអើយអ្នកផ្លូវណាកាត់ត្រង់ទៅលើភូមិព្រៃសណ្តែកត្បិតខ្ញុំខានមកយូរឆ្នាំហើយមិនដឹងជាផ្លូវណាគាត់ទៅឲ្យត្រង់លើកហើយអាដំឡង7សន្តានក៏ឆ្លើយថាកូនក្រោលបង្កស្ទឹងអាក្រហមមួយនេះម្ដាយក្មេកគាត់ចែកឯអាស្នែងកន្ត្រែកឪអញគាត់ឲ្យអញមិនលួចគោរបស់អាណាមកទឹមទេឯបុរសប្តីប្រពន្ធដែលសួរផ្លូវនោះឮហើយនិយាយគ្នាថាអ្នកនេះយើងសួរផ្លូវគាត់និយាយពីគោហើយស្ដីគំរោះគំរើឲ្យយើងផងហើយណោះយើងកុំខ្ចីសួរវាយូរឆាប់គង់តែនឹងទៅដល់ផ្ទះបងប្អូនមិនខានហើយក៏បណ្ដើរគ្នាហួសទៅមុខទៀតឯអាដំឡង7សន្តាននោះក៏ខំជួរស្រែមិនឈប់ដល់ពេលថ្ងៃចិត្តត្រង់មេដំឡងជីប្រពន្ធក៏ទួលបាយទៅឲ្យប្តីបរិភោគលុះទៅដល់ក៏ដាក់ល្អីបាយក្រោមម្លប់ឈើនៅភ្លឺស្រែប្តីឃើញប្រពន្ធយកបាយមកឲ្យក៏ឈប់ជួរស្រែបរិភោគបាយនិយាយទាំងខឹងប្រាប់ប្រពន្ធថាមានបុរសប្តីប្រពន្ធបណ្ដើរគ្នាមកពីណាចោទប្រកាន់ថាអញលួចគោវាឯគោមួយនឹមនេះប្រកាសជាម៉ែឪឯងចែកមកប្រពន្ធឃើញមាត់ប្តីនិយាយហប់នឹកស្មានថាស្ដីឲ្យខ្លួនស្រាប់តែខឹងហើយឆ្លើយតបទៅវិញថាអញគិតថាប្តីមកជួរស្រែទាល់តែថ្ងៃត្រង់ហើយខំប្រញាប់ប្រញាល់ទួលបាយមកឲ្យស៊ីឥឡូវទៅជាថាឯងមានសហាយអញសាហាយនឹងឈ្មោះអាណាគាត់រកមុខឲ្យឃើញឯប្តីមិនទាន់តែពំបាយអស់មួយកូនអីប្រពន្ធថាអ្វីក៏មិនឮផងលុះប្តីបរិភោគរួចប្រពន្ធកន្ត្រាក់យកអីប្តីសួរថាឯងមានការអ្វីឯផ្ទះបានជាបញ្ញាប់ម្លេះប្រពន្ធថាអញមកជីប្រាប់ម៉ែឪអញមិនខានហើយកណ្ដៀតល្អីត្រឡប់ទៅផ្ទះជួបនឹងម្ដាយនិយាយទាំងខឹងមុខក្រហមប្រាប់ម្ដាយថាកូនប្រសាម៉ែឯងវាល្អហើយខ្ញុំទួលបាយទៅឲ្យស៊ីដាក់ល្អីស្ទើរតែមិនទាន់វាស្ដីឲ្យខ្ញុំថាមានសាហាយចំណែកម្ដាយនោះខឹងញ័រឡើងថាហងឯងដូច្នេះទេតាបានជីមុខក្រហមអញថាកូនថាចៅបានជាចាំផ្ទះឲ្យវាឥឡូវវាថាឯងលួចថ្នាំវាយកទៅដូរដូងមេអន្តធានឯក្រោយគុំនិយាយដូច្នេះមិនត្រូវទេសូម្បីតែថ្នាំមួយឈុត
ក៏អញមិនលួចយកផងបើទុកជាអញយកមែនម្ដាយនិងកូនមិនត្រូវហងឯងពោលឲ្យអញខ្មាស់គេទេចាំឪហងឯងមកអញប្រាប់ឲ្យជេរវាយប្រដៅហងឯងមិនខានលុះយូរបន្តិចដីមកពីកាប់បង្គោលធ្វើរបងបង្ការមិនឲ្យគោក្របីចូលស៊ីសំណាបសន្ទង់ប្រពន្ធនិយាយប្រាប់ដីថាកូនស្រីយើងវាយកបាយទៅឲ្យប្តីខ្ញុំចាំផ្ទះឲ្យវាលុះមកវិញវាថាខ្ញុំជាម្ដាយលួចថ្នាំវាដូរខ្ញុំខឹងណាស់ប្តីស្ដាប់មិនឮខឹងនឹងប្រពន្ធក៏ជេរថាមេចៅក្រហមហងឯងប្រច័ណ្ឌអញអីម្លេះអញមានឆ្លៀកពាក្យតែងតួដើរលេងចង់ស្រីឯណាអញទៅកាប់ឈើធ្វើបង្គោលរបងទេតាអញអត់តែងម្ដងនេះក្រោយបើហងឯងនៅតែស្ដីប្រច័ណ្ឌអញទៀតមកជាអញធាក់ឲ្យដួលទាំងចំហមិនខានហាមប្រពន្ធហើយបរិភោគបាយរួចទៅចងសន្ទួចបានត្រីត្រឡប់មកផ្ទះវិញវេលាល្ងាចប្រពន្ធក៏ធ្វើត្រីស្លអាំងឲ្យប្តីបរិភោគខ្លះលំលែកទុកប្រខ្លះដើម្បីនឹងធ្វើសម្រាប់យកទៅប្រគេនលោកកូនឯវត្តនិងកូនប្រុសតូចម្នាក់ឲ្យទៅរៀនអក្សរជាមួយនឹងលោកបងនោះលុះព្រឹកឡើងម្ដាយនោះដាំបាយដួសដាក់ចានមានម្ហូបពីល្ងាចស្រាប់ទួលយកទៅដល់កុដិប្រគេនលោកកូនហើយនិយាយថាខ្ញុំព្រះករុណារំលឹកលោកកូនណាស់មួយទៀតអូនតូចវារៀនអក្សរក្រាន់បើទេលោកកូននោះប្រាប់ថាចម្រើនពរញោមអាត្មាសប្តាហ៍ថ្ងៃនេះកំពុងស្រឡាញ់សិលនោះណាស់អាត្មាមិនសឹកទេម្ដាយក៏ហៅកូនតូចដែលនៅបម្រើបងនោះថាអានាងលាលោកបងទៅផ្ទះនឹងម្ដាយបានមួយថ្ងៃសិនត្បិតឪពុកឯងរលឹកណាស់កូនតូចឆ្លើយប្រាប់ម្ដាយថាត្រីងៀតលោកបងនៅពីកន្ទុយទុកក្នុងកុដិពេលល្ងាចខ្ញុំយកពីចម្រៀកដុតស៊ីបាយដែលសល់ពីលោកឆាន់ពេលព្រឹកនោះឯលោកសង្ឃដែលគង់នៅចិត្តកុដិទាំងប៉ុន្មានបានឮម្ដាយនិងកូននិយាយតែដោយខ្លួនមិនទទួលសម្រុងគ្នាលោកទាំងអស់ទប់ពុំបានក៏សើចក្រហឹងអឹងអាប់ឧបាសិកានោះក៏សំពះលាលោកកូនត្រឡប់មកដល់ផ្ទះវិញហើយលុតជង្គង់ជួនបុណ្យប្តីថាខ្ញុំជួនបុណ្យអ្នកផងប្តីឆ្លើយថាអើអញឃើញបាយសម្លខអាំងជួទុកនៅសំរែកអញស៊ីអស់ទៅហើយប្រពន្ធក៏មើលមុខប្តីមើលមុខប្រពន្ធពពេចភ្នែកមកធ្វើវាហឺតែដោយខ្លួនលុះយូរបន្តិចស្រាប់តែប្អូនស្រីបង្កើតខាងប្តីនៅភូមិដតីឆ្ងាយមកដល់បានផ្លែពងរងមួយផ្តិលនិងស្លឹកស្រល់ឆ្វាមួយសំឡុំមកផ្ញើបងនិយាយសួរបងថាបងបានជួររាស់ដកស្ទង់
បានស្រែកប៉ុន្មានហើយបងទាំងប្តីប្រពន្ធឆ្លើយប្រាប់ទៅប្អូនស្រីវិញថាអើហងល្មមទុកដាក់ឲ្យវាមានប្តីទៅចុះតែហងមើលកុំឲ្យតែចេះលេងវាផឹកស្រាជក់អាភៀនបានហើយអូនស្រីស្ដាប់មិនឮទៀតក៏ប្រាប់ទៅបងទាំងពីរនាក់ថាខ្ញុំស្ដាយត្រឡាចនឹងមួយត្រឹងណាស់កំពុងតែផ្កាដិបតូចស្រាប់តែមេជ្រុះវាទៅឈូសគល់ដាច់ងាប់អស់បងទាំងពីរនាក់ថាអើហងល្មមទៅផ្ទះក៏ទៅចុះល្ងាចណាស់ហើយក្រែងកូនវាយំរកប្អូនស្រីនោះក៏ត្រឡប់ទៅផ្ទះវិញព្រោះអ្នកទាំង7នាក់គឺបុរសស្ត្រីប្តីប្រពន្ធម្ដាយឪពុកលោកភក្ខុនិងកុមារជាកូននិងប្អូនស្រីសុទ្ធតែថ្លង់និយាយមិនចុះសម្រុងគ្នាបានជារឿងនេះគេហៅថារឿងដំឡង7សន្តានរាល់ពាក្យពេចន៍កំហុសខុសឆ្គងក៏សូមខន្តីអភ័យទោសសូមជួយចុច Subscribe ដើម្បីទទួលបានការនិទានរឿងថ្មីៗសូមអរគុណសូមជម្រាបលា